ដំណើរស្រីរឿងមួយនេះចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1962ដោយបានបង្ហាញពីទូកទេសចរដឹកនាំភ្ញៀវដើរលេងកម្សាន្តនៅក្នុងសមុទ្រមួយស្ថិតនៅក្នុងប្រទេសអ៊ីតាលីអ្នកចម្រៀងមនុស្សស្រីម្នាក់នេះមានឈ្មោះថា Francesca បានច្រៀងចម្រៀងកំដរអារម្មណ៍ភ្ញៀវទេសចរទាំងអស់ហ្នឹងដើម្បីពួកគេឡើងរួមកម្សាន្តជាមួយនឹងដៃគូឬក៏មនុស្សដែលពួកគេស្រឡាញ់ក្រុមភ្ញៀវទេសចរទាំងអស់ហ្នឹងពួកគេសុទ្ធតែជាអ្នកមានក្មេងស្រីម្នាក់នេះនាងមានឈ្មោះថា Katy អង្គុយអបសុកតែម្នាក់ឯងពីព្រោះតែនាងពុំមានដៃគូនាំយកទៅរួមលេងកម្សាន្តជាមួយទេភ្លាមនោះស្រាប់តែមានបរិសម្នាក់ដែលធ្វើការជាប្រធានគ្រប់គ្រងផ្នែកអ្នកបើកទូកបានចូលមកនិយាយបបួល Katy ឡើងទៅរួមជាមួយដើម្បីសប្បាយទាំងអស់គ្នាទៅ Katy ក៏បានឆ្លើយយល់ព្រមទៅបាទនៅពេលនេះបរិយាកាសទាំងមូលពោពេញទៅដោយភាពសប្បាយរីករាយប៉ុន្តែមិនបានប្រមាណផងភាពសប្បាយរីករាយទាំងអស់ហ្នឹងបានប្រែក្លាយជារឿងអាក្រក់ភ្លាមតែម្ដងពីព្រោះតែមាននរណាម្នាក់ដែលសាច់រឿងមិនទាន់បង្ហាញប្រាប់ឲ្យយើងបានស្គាល់ទេបានដើរចូលទៅកាច់បញ្ជាកងតាក់ដើម្បីឲ្យម៉ាស៊ីនដំណើរការវិលរំពាត់ជាមួយនឹងខ្សែលូសបន្ទាប់មកខ្សែលូសមួយហ្នឹងវាបានតឹងហើយបានរត់កាត់ទៅកាន់កន្លែងដែលមានក្រុមភ្ញៀវទាំងអស់ហ្នឹងរួមលេងកម្សាន្តខ្សែលូសប្រៀបដូចជាកំបិតអញ្ចឹងបានកាត់ផ្ដាច់រូបរាងកាយខ្លួនប្រាណរបស់មនុស្សស្លាប់បង់ជីវិតអស់ទៅសោះតែ Katy តែម្នាក់ប៉ុណ្ណោះនាងនៅរស់ពីព្រោះតែកម្ពស់រូបរាងកាយរបស់នាងទាបជាងគេខ្សែលូសមួយហ្នឹងមិនបានប៉ះជាមួយនឹងខ្លួនរបស់នាងឡើយរយៈពេល40ឆ្នាំក្រោយមកគឺនៅឆ្នាំ2002សាច់រឿងបានបង្ហាញពីមនុស្ស6នាក់ដែលពួកគេធ្វើការជាអ្នកជំនាញផ្នែករករកកប៉ាល់ឬក៏ទូកដែលលិចចូលខាងក្នុងសមុទ្របរិសម្នាក់នេះមានឈ្មោះថា Murphy គាត់មានតួនាទីជាប្រធានក្រុមបានសហការជាមួយនឹងគ្នារបស់ខ្លួននាំយកនាវាដល់កញ្ចាស់មួយដែលក្រុមការងាររបស់ពួកគេបានរកឃើញនៅក្នុងសមុទ្រដឹកយកវាឡើងមកខាងលើច្រាំងវិញបានសម្រេចទៅបន្ទាប់មកក្រុមការងាររបស់ពួកគេបានមកជួបជុំធ្វើកម្មវិធីជប់លៀងដើម្បីអបអរសាទរចំពោះការងារដែលពួកគេធ្វើបានសម្រេចគណៈពេលនោះស្រាប់តែមានបរិសម្នាក់ទៀតដែលមានឈ្មោះថា Jake ដែលចូលមកនិយាយណែនាំខ្លួនប្រាប់ទៅកាន់ក្រុមការងាររបស់លោក Murphy ថាគាត់នឹងធ្លាប់ធ្វើការងារជាអតីតទាហានពិសេសផ្នែកកងទ័ពជើងទឹកនិងបានលើកអំពីដំណឹងទាក់ទងជាមួយនឹងកប៉ាល់ខ្មោចមួយបានបាត់ខ្លួនលិចចូលខាងក្នុងសមុទ្រកាលពីឆ្នាំ1962តាមពាក្យចាំរាមកន្លងមកថានៅក្នុងទូកនាវាមួយនឹងមានទ្រព្យសម្បត្តិមានមាសជាច្រើនបើសិនជាពួកគេអាចរុករកតាមស្វែងរកទូកមួយនឹងឃើញពួកគេនឹងក្លាយជាអ្នកមានជាមិនខានបន្ទាប់ពីបានលើបែបនេះភ្លាមគ្នារបស់ Murphy មានការចាប់អារម្មណ៍ជាខ្លាំងនិងបានយល់ព្រមធ្វើការងារ project មួយនឹងទៅបន្ទាប់មកពួកគេនឹងក៏បានរៀបចំទូករបស់ពួកគេបើកចូលខាងក្នុងសមុទ្រដើម្បីស្វែងរកទូកខ្មោចមួយនឹងដោយសេចក្តីសង្ឃឹមថាពួកគេនឹងធ្វើការងារមួយនឹងទទួលបានជោគជ័យហើយទទួលបានមាសជាច្រើនចឹងណាបន្ទាប់ពីចំណាយពេលវេលាអស់ជាច្រើនម៉ោងក្រោយមកពួកគេនឹងក៏បានបើកទូកមកដល់ទីតាំងកន្លែងរបស់ទូកខ្មោចមួយនឹងហើយបាទដោយបានប្រើប្រាស់ប្រព័ន្ធ GPS ជួយស្វែងរកទីតាំងរបស់ទូកខ្មោចប៉ុន្តែជាលទ្ធផលពួកគេមិនបានស្វែងរកឃើញអ្វីទេដូច្នេះហើយក្រុមការងាររបស់ពួកគេបានគិតថាទូកខ្មោចមួយនឹងមិនមានឡើយព័ត៌មានដែលចេកមកនិយាយប្រាប់ប្រកាន់ពួកគេវានឹងគឺជាការកុហកបោកប្រាស់អញ្ចឹងណាបន្តទៀតនៅពេលដែលពួកគេរៀបនឹងបើកទូកត្រឡប់ចាក់ចេញទៅវិញទៅហើយស្រាប់តែទូកខ្មោចមួយនឹងបានបង្ហាញខ្លួនចេញមកនៅចំពោះមុខទូករបស់ពួកគេតែម្ដងវាបានបុកគ្នាប៉ុន្តែក្រុមរបស់លោក Murphy មិនបានកាត់អីទេដោយសារតែទូករបស់ពួកគេបើកនៅក្នុងល្បឿនយឺតដែរបន្ទាប់មកសមាជិកក្រុមរបស់ពួកគេក៏បានបញ្ញាប់ចូលទៅឆែកត្រួតពិនិត្យមើលខាងក្នុងទូកខ្មោចចំណែកចេកជាមួយនឹងបរិសម្នាក់ទៀតដែលមានឈ្មោះថា Gray អ្នកពីរអ្នករងចាំមើលនៅខាងក្រៅសិនគ្រាន់តែ1វិនាទីមកដល់ភ្លាមពួកគេបានលើសំឡេងចម្លែកជួបជាមួយនឹងសកម្មភាពជាច្រើនរបស់របរនៅក្នុងទូកចាប់ផ្ដើមរំកើបំលាស់ទីប៉ុន្តែពួកគេមិនបានភ័យខ្លាចទេនិងបានគិតថារបស់ទាំងអស់នឹងរង្គើឬក៏កម្រើកបែបនេះគឺវាបណ្ដាលមកពីខ្យល់អញ្ចឹងណានឹងបានបន្តការងាររបស់ពួកគេដែលចូលខាងក្នុងទូកនឹងបន្តទៀតទៅហើយយើងក៏បានឃើញថាមានអក្សរដែលវាកម្រើកដោយខ្លួនឯងប្រគំចូលគ្នាបង្កើតបានចេញជាពាក្យស្វាគមន៍ទៅកាន់ពួកគេដែលបានមកដល់ទូកមួយនេះដំបូងឡើយពួកគេនឹងក៏បានឡើងទៅឆែកនៅជាន់ខាងលើស្រាប់តែមានគ្នារបស់គេម្នាក់ដែលមានឈ្មោះថា Wonder បានអល់ជើងធ្លាក់តាមប្រហោងចូលមកខាងក្រោមប៉ុន្តែសំណាងល្អនារីម្នាក់ដែលជាគ្នារបស់គេសវ៉ាចាប់ជួយទាន់ហើយនាងមានឈ្មោះថា Emily បានព្យាយាមចាប់ទាញ Wonder ឡើងមកខាងលើវិញគណៈពេលនោះស្រាប់តែក្មេងស្រីដែលមានឈ្មោះថា Katy នឹងបានបង្ហាញខ្លួនចេញមកនៅខាងក្រោមនិងបានរលាយបាត់ខ្លួនទៅវិញមួយរំពេចតែម្ដង Emily បានសម្លឹងមើលឃើញផងដែរប៉ុន្តែនាងមិនអាចបែងចែកដាច់ឡើយថាវាគឺជាការពិតឬក៏គ្រាន់តែជាការសម័យរបស់ខ្លួនរឿងរ៉ាវទាំងអស់ហ្នឹងធ្វើឲ្យអារម្មណ៍របស់នាងមិនសូវជាស្រួលឡើយប៉ុន្តែទោះបីជាយ៉ាងណានាងមិនបាននិយាយប្រាប់រឿងដែលខ្លួនបានឃើញ Katy អំបញ្ញមិញទៅកាន់គ្នារបស់ខ្លួនឲ្យបានដឹងនោះទេមួយស្បកក្រោយមកក្រុមរបស់ពួកគេបានរកឃើញនាឡិកាដៃមួយហើយនាឡិកាមួយហ្នឹងជានាឡិកាសម័យទំនើបមិនមែនគឺជារបស់ដែលស្ថិតនៅក្នុងឆ្នាំ1962នោះទេដូច្នេះហើយពួកគេក៏បានគិតថាច្បាស់ជាមានមនុស្សផ្សេងទៀតបានមកដល់លើទូកមួយនេះមុនក្រុមរបស់ពួកគេជាមិនខានដោយសារតែទូកមួយហ្នឹងវាមានទំហំធំខ្លាំងពេកដូច្នេះហើយក្រុមរបស់ពួកគេក៏បានសម្រេចចិត្តនៅលើទូកមួយហ្នឹងឆែកឆេរស្វែងរករបស់ឲ្យអស់តែម្ដងទោះបីជាត្រូវចំណាយពេលប្រហែលថ្ងៃក៏ដោយបន្តទៀតនៅពេលដែល Emily នៅម្នាក់ឯងស្រាប់តែ Jake បានដើរចូលមកនិងបាននិយាយសរសើរទៅកាន់ Emily ថា Emily ពិតជាប្រកែកខ្លាំងមែនទែនអាចជួយគ្នារបស់គេបានណោះបន្ទាប់មក Emily បាននិយាយភាសាជាមួយនឹង Jake ទាក់ទងជាមួយនឹងរឿងរ៉ាវដែលខ្លួនបានឃើញ Katy អំបញ្ញមិញបន្ទាប់ពីបានលើកបែបនេះ Jake បានស្ងៀមស្ងាត់មួយសបកមើលទៅគាត់ហាក់ដូចជាដឹងរឿងរ៉ាវអ្វីម្យ៉ាងទាក់ទងជាមួយនឹងក្មេងស្រី Katy នឹងអញ្ចឹងប៉ុន្តែ Jake មិនបាននិយាយអ្វីទេនិងបានប្រាប់ឲ្យ Emily បញ្ញាប់ចូលទៅដេកទៅដើម្បីយកកម្លាំងទុកធ្វើការងារនៅថ្ងៃស្អែកបន្តទៀតនៅថ្ងៃស្អែកឡើងក្រុមពួកគេបានមកជួបជុំអង្គុយភា
ភាសាគ្នាដើម្បីរៀបចំផែនការធ្វើការងារមួយនឹងឲ្យបានលឿនបំផុតនិងបានរកឃើញថាទូកខ្មោចមួយនឹងបានប្រេះស្រាំនៅខាងក្រោមពីព្រោះពួកគេបានបុកគ្នាកាលពីយប់មិញដូច្នេះហើយពួកគេនឹងក៏បានសម្រេចចិត្តចំណាយពេលវេលាស្នាក់នៅទីនេះប្រហែលជា 2-3 ថ្ងៃបន្តទៀតជួសជុលទូកមួយនឹងឡើងវិញបន្ទាប់មកពួកគេនឹងអូសទូកខ្មោចមួយនឹងយកទាំងមូលតែម្ដងដើម្បីយកទៅឡើងច្រាំងចឹងណាដោយសារតែកុំឲ្យខាត់ពេលវេលាយូរពួកគេបានបែងចែកការងារគ្នាធ្វើទៅតាមជំនាញឬក៏ទៅតាមបច្ចេកទេសរបស់ពួកគេរៀងៗខ្លួនទៅបន្ទាប់មកយើងឃើញថា Emily បានដើរចូលទៅខាងក្នុងកន្លែងអាងហែលទឹកនិងបានកត់សម្គាល់ឃើញថាផ្នែកនៅលើជញ្ជាំងមានស្នាមគ្រប់កំភ្លើងជាប់នៅជាមួយវាពិតជាចម្លែកខ្លាំងមែនទែនពីព្រោះតាមពលមានចុះផ្សាយអំពីហេតុការណ៍ទាំងអស់ហ្នឹងថាក្រុមអ្នកដំណើរស្លាប់ដោយសារលង់ទឹកខណៈពេលដែល Emily តោងជណ្ដើរឡើងមកផ្នែកខាងលើវិញស្រាប់តែនាងបានជួបជាមួយនឹង Katie ម្ដងទៀតបង្ហាញនៅចំពោះមុខគាត់តែម្ដង Emily ភ្ញាក់ខ្លាំងមែនទែននិងបានរបូតដៃធ្លាក់ទៅក្រោមវិញទៅរបួសក្បាលហូរឈាមចេញមកប៉ុន្តែវាមិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេគឺនាងអាចក្រោកឡើងមកវិញបាននិងបានសម្លឹងមើលម្ដងទៀតឃើញថាគឺជាចេកទៅវិញចំណែក Katie បានបាត់រលាយខ្លួនទៅវិញហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរចេញពីកន្លែងមួយនឹងទៅដោយមិនដឹងថាឈាមរបស់ Emily ដែលបានហូរចេញអំបញ្ញមិញគឺវាបានស្រូបចូលទៅខាងក្នុងអាងទឹកបន្ទាប់មកស្រាប់តែវាបានបញ្ចេញឈាមចេញមកខាងក្រៅវិញមានចំនួនច្រើនខ្លាំងមែនទែនរហូតដល់ពេញអាងមួយនឹងទៅបន្តមកទៀតចេកជាមួយនឹង Emily ពួកគេទាំងពីរនាក់បានទៅកាន់កន្លែងសម្រាប់បោកគោកខោអាវនិងបានស្វែងរកឃើញទ្វារមួយទៀតដែលសារតែពួកគេចង់ដឹងថាតើនៅខាងក្រោយទ្វារមួយនឹងមានអ្វីខ្លះដូច្នេះហើយពួកគេនឹងក៏បានព្យាយាមបើកទ្វារមួយនឹងទៅនៅពេលដែលបើកចេញមកស្រាប់តែវានឹងគឺសត្វតែទឹកបានហូរចេញមកឡើងខ្លាំងពួកគេទាំងពីរនាក់ទៀតចេញពីកន្លែងមួយនឹងទៅនៅក្នុងទឹកមួយនឹងផងដែរយើងឃើញថាមានសាកសពរលេះរលួយជាច្រើនបានហូរចេញមកជាមួយផងដែរពេលដែលបានឃើញបែបនេះចែកជាមួយនឹង Emily មានការតក់ស្លុតភ័យខ្លាចខ្លាំងមែនទែននិងបានបញ្ញាប់ញ៉ារត់ចេញពីកន្លែងមួយនឹងទៅពេលដែលពួកគេរត់ចេញទៅផុតភ្លាមទ្វារមួយនឹងបានបិទអូតូដោយខ្លួនឯងចំណែកលោក Murphy នេះវិញបានចូលមកខាងក្នុងបន្ទប់របស់លោកកាពីតែនបើកទូកនិងបានឃើញដបស្រាបើកកម្រោករួចជាស្រេចមានស្រានៅក្នុងកែវដោយឃើញដំណើរបែបនេះលោក Murphy ក៏បានយកស្រាមួយនឹងមកផឹកនិងបានសម្លឹងមើលទៅកាន់កញ្ចក់ស្រាប់តែបានឃើញលោកកាពីតែនកំពុងផឹកស្រាជាមួយនឹងគាត់ផងដែរពេលដែលបានឃើញបែបនេះលោក Murphy បានរបូតធ្លាក់កែវចេញពីដៃតែម្ដងនិងបានរត់ចេញទៅវិញដោយភាពភ័យខ្លាចទៅបាទរយៈពេលក្រោយទៀតយើងឃើញថាចែកជាមួយនឹង Emily បានមកដល់ទីតាំងកន្លែងទុកមាសរួមជាមួយនឹងរបស់មានតម្លៃជាច្រើនបើសិនជាគិតជាលុយប្រហែលជារាប់លានដុល្លារឯណោះអ្នកគ្រប់គ្នាគឺអាចយករបស់ទាំងអស់ហ្នឹងត្រឡប់ទៅផ្ទះវិញបានដូច្នេះហើយពួកគេម្នាក់ៗមើលទៅរំភើបសប្បាយចិត្តខ្លាំងមែនទែននាំគ្នាអរសប្បាយជាងរំអញ្ចឹងណាឈុតបន្តទៀតយើងឃើញថាអ្នកគ្រប់គ្នាបញ្ញាប់ញ៉ាលើកយកមាសហើយនឹងរបស់មានតម្លៃដាក់ចូលខាងក្នុងទូករបស់ពួកគេវិញស្របពេលនឹងផងដែរគ្នារបស់គេម្នាក់ដែលមានឈ្មោះថាសាន់តូបានចូលទៅត្រួតពិនិត្យមើលម៉ាស៊ីនដើម្បីឲ្យប្រកាសថានៅពេលដែលពួកគេធ្វើដំណើរចាក់ចេញទៅម៉ាស៊ីនទូករបស់ពួកគេមិនមានបញ្ហាអីកើតឡើងឡើយនៅពេលដែលសាន់តូធ្វើការងាររបស់ខ្លួនរួចរាល់អស់ហើយពួកគេសម្រេចចិត្តនឹងចាក់ចេញទៅលើនេះតែម្ដងប៉ុន្តែភ្លាមនោះយើងឃើញថាដូចជាមាននរណាម្នាក់ដើរចូលទៅបើកអង្វល់ធុងគាសដើម្បីឲ្យវាលេចគាសចេញមកខាងក្រៅហើយវាបានឆាប់ឆេះខ្ទុះឡើងបំផ្លាញកូនទូករបស់ពួកគេទាំងស្រុងសាន់តូបានស្លាប់បង់ជីវិតនៅក្នុងហេតុការណ៍ខ្ទុះមួយនឹងទៅបន្ទាប់ពីជួបហេតុការណ៍បែបហ្នឹងហើយអ្នកគ្រប់គ្នាពិតជារំភើបតក់ស្លុតខ្លាំងមែនទែននិងសិតជាខ្លាំងពីព្រោះតែគ្នារបស់គេមិនគួរណាស្លាប់បែបនេះឡើយឥឡូវនេះពួកគេត្រូវជាប់នៅក្នុងទូកខ្មោចមួយនឹងហើយបាទវិធីសាស្ត្រគឺពួកគេត្រូវតែជួសជុលទូកខ្មោចមួយនឹងឲ្យវាដំណើរការឡើងវិញពួកគេនឹងជិះវាចាក់ចេញយកទូកខ្មោចមួយនឹងទៅជាមួយផងដែររំពេចនោះស្រាប់តែ Emily បានសម្លឹងមើលឃើញ Katie ម្ដងទៀតមើលទៅកាន់សកម្មភាពរបស់ Katie ហាក់ដូចជាមានអ្វីមួយចង់និយាយប្រាប់ទៅកាន់ Emily ឲ្យបានដឹងមុនអញ្ចឹងដោយការចង់ដឹងថាតើក្មេងស្រីម្នាក់នឹងគឺជានរណាហើយហេតុផលអ្វីបានជានាងតែងតែឃើញ Katie បែបនេះ Emily ក៏បានចាប់ផ្ដើមស្រាវជ្រាវតាក់ទងជាមួយនឹងក្មេងស្រីមួយនឹងទៅបន្ទាប់ពីចំណាយពេលមួយសប្តាហ៍ធំក្រោយមក Emily ក៏បានស្វែងរកឃើញលេខបន្ទប់ហើយនឹងឈ្មោះរបស់នាងដូចនេះហើយ Emily ក៏បានដើរទៅឆែកឆេរឬក៏ទៅមើលបន្ទប់របស់ Katie តែម្ដងទៅគ្រាន់តែបើកទ្វារបន្ទប់ភ្លាម Emily បានស្រែកទាំងភ័យខ្លាចស្ទើរតែលត់សំឡេងទៅហើយពីព្រោះតែបានឃើញសាកសពរបស់ Katie បានចងជួជាប់ជាមួយនឹងពីដានបន្ទប់សាកសពរបស់នាងលេះលួយអស់ហើយនៅសល់តែក្រុងឆ្អឹងទេបន្ទាប់ពី Emily ធ្វើការតាំងចិត្តតាំងអារម្មណ៍តាំងស្មារតីខ្លួនឯងវិញបានហើយ Emily បានដើរចូលទៅជិតសាកសពរបស់ Katie និងបានដោះយកខ្សែករបស់ Katie ផងដែរភ្លាមនោះស្រាប់តែព្រលឹងវិញ្ញាណរបស់ Katie បានបង្ហាញខ្លួនចេញមកដើម្បីទាមទារយកខ្សែករបស់ខ្លួនវិញដូចនេះហើយ Emily ក៏បានហុចខ្សែកនឹងដាក់លើដៃរបស់ Katie ទៅប៉ុន្តែខ្សែកមិននឹងវាបានធ្លុះដៃរបស់ Katie បន្ទាប់ពីបានឃើញបែបនេះ Emily បានច្បាស់នៅក្នុងចិត្ត 100% តែម្ដងថាក្មេងស្រីម្នាក់នឹងមិនមែនគឺជាមនុស្សទេក៏លេចមើលពួកគេទាំងពីរនាក់នេះវិញបានរកឃើញអាហារមើលទៅតំណងឆ្ងាញ់វានៅស្រស់យ៉ាងមួយទៀតដោយសារតែហេវទៀតផងពួកគេទាំងពីរនាក់បានដួសយកអាហារយកមកញ៉ាំទៅបាទរសជាតិរបស់វាពិតជាឆ្ងាញ់ខ្លាំងមែនទែនប៉ុន្តែបន្ទាប់ពីញ៉ាំអស់ប្រហែលជា 4-5 ម៉ាត់រួចហើយតែពួកគេបានធំក្លិនស្អុយនិងបានពិនិត្យមើលម្ដងទៀតក៏បានដឹងថាតាមពិតអាហារទាំងនោះមានសុទ្ធតែតកៅពួកគេទាំងពីរនាក់មានការភ័យខ្លាចតក់ស្លុតខ្លាំងមែនទែននិងបានក្អួតចេញមកពីព្រោះតែវាមើលទៅគួរឲ្យខ្ពើមល្អើមកចំណែកអប៉ិក្រែនេះវិញគាត់តែម្នាក់ឯងបានដើរមកកាន់កន្លែងសាលសម្រាប់ធ្វើកម្មវិធីជប់លៀងនៅក្នុងទូកមួយនឹងដំបូងឡើយអ្វីគ្រប់យ៉ាងនៅធម្មតាទេប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែអ្វីគ្រប់យ៉ាងនៅទីតាំងកន្លែងនឹងចាប់ផ្ដើមប្រែប្រួលរបស់របរហោះឡើងទៅលើផ្លាស់ប្ដូរទីតាំងកន្លែងនឹងទៅជាកម្មវិធីជប់លៀងមួយមានមនុស្សចូលរួមជាច្រើនការរៀបចំពិតជាស្រស់ស្អាតខ្លាំងមែនទែនប្រៀបដូចជាវិលត្រឡប់ទៅកាន់អតី
តីតកាលដែលមនុស្សទាំងអស់ហ្នឹងមិនទាន់ស្លាប់បង់ជីវិតអញ្ចឹងយើងឃើញថាកញ្ញា Brand Jessica ដែលជាអ្នកចម្រៀងបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងទៅកាន់លោកក្រេនិងបានដើរចូលទៅរកលោកក្រេអូកូឡាស៊ីអារម្មណ៍ជាមួយអ្នកផ្សេងទៀតបានទះដៃអបអរសាទរពួកគេទាំងពីរនាក់បានថើបស៊ីអារម្មណ៍ជាមួយគ្នាទៅតាមពិតទៅលោកក្រេគាត់មានគូដណ្ដឹងរួចហើយប៉ុន្តែគាត់មិនខ្វល់ទេពីព្រោះតែបានឃើញកញ្ញា Brand Jessica គឺជាស្រីស្អាតគឺមានអារម្មណ៍ចង់វាយឡើងស៊ីចុកជាមួយបន្ទាប់មក Brand Jessica ក៏បានអូកូឡាបបួលក្រេឲ្យដើរមកតាមខ្លួនដោយសារតែងប់ងល់ជាមួយនឹងសម្រស់របស់ Brand Jessica ខ្លាំងពេកបានភ្លេចខ្លួនដើរធ្លាក់ចូលដណ្ដៅជ្រៅមួយស្លាប់បង់ជីវិតមួយរំពេចទៅបន្ទាប់មកស្រីស្អាតម្នាក់នឹងបានបង្ហាញមុខមាត់ពិតប្រាកដរបស់ខ្លួនចេញមកគឺជាខ្មោចដែលមានមុខមាត់អាក្រក់ខ្លាំងមែនទែនចំណែក Emily ជាមួយនឹង Katy ពួកគេបាននិយាយជាមួយគ្នាដោយ Katy បានប្រាប់ថាអ្នករកគ្នាបានស្លាប់បង់ជីវិតនៅក្នុងទូកមួយនេះកាលពី40ឆ្នាំមុនមកម្លេះលើវិញ្ញាណរបស់ពួកគេត្រូវបានជាប់នៅទីនេះមិនអាចចេញទៅណារួចទេចង់ចាប់ជាតិសាជាថ្មីក៏មិនបានដែរពីព្រោះតែមានអ្នកដែលមានអំណាចពិសេសនិងថាមពលខ្លាំងពូកែជាអ្នកគ្រប់គ្រងនឹងឃុំវិញ្ញាណរបស់ពួកគេនៅក្នុងទូកមួយនេះហើយបើសិនជាចង់ចាក់ចេញពីទូកមួយនេះដោះលែងពលវិញ្ញាណរបស់ពួកគេឲ្យមានសេរីភាពវិញលោកត្រានតែកំទេចទូកមួយនឹងចោលហើយមុនពេលដែល Katy និយាយបញ្យល់បញ្ជាក់ប្រាប់ថាគេម្នាក់នឹងគឺជាអ្នកណាឲ្យពិតប្រាកដនោះស្រាប់តែចិញ្ចៀងនៅក្នុងបន្ទប់មួយនឹងបានលេចឡើងចេញជាពណ៌ខ្មៅពេលដែលសម្លឹងឃើញបែបនេះភ្លាម Katy មានការភ័យខ្លាចជាខ្លាំងនិងបានប្រាប់ទៅកាន់ Emily ញ៉ាំរត់គេចខ្លួនចេញពីទូកមួយនឹងទៅបន្ទាប់ពីនិយាយប្រាប់រួចហើយ Katy ក៏បានរលាយបាត់ទៅវិញទៅបន្តទៀតនៅទីតាំងកន្លែងអាងហែលទឹកលោក Murphy កំពុងតែដើរស្វែងរកគ្នារបស់ខ្លួនផ្សេងទៀតចៃដន្យនេះស្រាប់តែបានជួបជាមួយនឹងខ្មោចរបស់ Santos ដែលបានស្លាប់បង់ជីវិតពេលដែលទូករបស់គេខ្ទុះឡើងលេចទៅមើលជ្រុងណាក៏ឃើញតែ Santos ដែរពីព្រោះតែខ្មោច Santos បានបែងភាគចេញរូបរាងជាច្រើននាក់ Murphy មានការភ័យខ្លាចខ្លាំងមែនទែនបន្តមកស្រាប់តែ Emily បានដើរចូលមកសួរនាំទៅកាន់លោក Murphy ផ្ទុយទៅវិញ Murphy បានគិតថាកញ្ញា Emily ដែលខ្លួនកំពុងតែឃើញនឹងមិនមែនគឺជា Emily ពិតប្រាកដឡើយបើជាខ្មោចរបស់អាប៉ិ Santos ឡើងបន្លាចបំភាន់ភ្នែករបស់ខ្លួនមិនចាំយូរឡើយលោក Murphy ក៏បានប្រើប្រាស់កម្រិតរបស់ខ្លួនធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ដើម្បីសម្លាប់ Emily ចោលតែម្ដង Emily ជាយាមទប់ទល់ការពារខ្លួនវិញសវ៉ាដណ្ដើមយកបានកម្រិតចាក់ចំជើងរបស់លោក Murphy ភ្លាមនោះស្រាប់តែចេកបានបង្ហាញខ្លួនចូលមកទាន់និងបានវាយទៅកាន់លោក Murphy ឲ្យសន្លប់ដីស្អាតទៅបាទដើម្បីការពារសុវត្ថិភាពរបស់ពួកគេខ្លាចអាប៉ិ Murphy មានបំណងវាយសម្លាប់ពួកគេបន្តទៀតដូចនេះហើយពួកគេក៏បានឃុំខ្លួនរបស់លោក Murphy នៅខាងក្នុងធុងមួយដែលបានចាក់សោការពារសុវត្ថិភាពនៅខាងក្រៅមួយតង់ទៀតផងពេលនេះដែរសមាជិកក្រុមទាំងអស់លែងសូវខ្វល់ខ្វាយពីមាសទាំងអស់នឹងទៀតហើយអ្វីដែលពួកគេចង់បាននៅពេលនេះគឺចង់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដូច្នេះហើយពួកគេនឹងក៏បានបន្តការងារជួសជុលទូកខ្មោចមួយនឹងដើម្បីឲ្យវាដំណើរការឡើងវិញបន្ទាប់ពីពួកគេចំណាយពេលជាច្រើនម៉ោងក្រោយមកទីបំផុតពួកគេក៏អាចធ្វើការងារមួយនឹងទទួលបានជោគជ័យទៅដោយសារតែ Gray មិនទាន់ត្រឡប់មកវិញមកជួបជាមួយនឹងអ្នករកគ្នាបែបនេះពួកគេមានការព្រួយបារម្ភជាខ្លាំង Emily បាននិយាយប្រាប់ឲ្យគ្នារបស់ខ្លួនដែលជាមនុស្សប្រុសទាំងអស់នឹងឲ្យទៅត្រួតពិនិត្យមើលម៉ាស៊ីនទូកសាជាថ្មីមុនពេលពួកគេចាប់ផ្ដើមបញ្ឆេះដំណើរការវាក្រែងលោមានកំហុសខុសឆ្គងអ្វីមួយអញ្ចឹងណាចំណែកនាងស្ម័គ្រចិត្តជាអ្នកចូលទៅតាមស្វែងរក Gray រំពេចក្រោយមកស្រាប់តែ Emily បានជួបជាមួយនឹង Katy ម្ដងទៀត Katy បាននាំផ្លូវ Emily ទៅកាន់ទីតាំងកន្លែងសាកសពរបស់ Gray បន្ទាប់មក Katy ក៏បានបង្ហាញការពិតអ្វីគ្រប់យ៉ាងទាំងអស់ប្រាប់ទៅកាន់ Emily ដែលបានកើតឡើងកាលពី40ឆ្នាំមុននៅលើទូកមួយនេះដោយ Katy បានយកដៃរបស់នាងទៅដាក់ប៉ាស្មារបស់កញ្ញា Emily ដើម្បីនាំ Emily ទៅកាន់អតីតកាលតែម្ដងឲ្យមើលឃើញទស្សនភាពឬក៏សកម្មភាពទាំងអស់នឹងច្បាស់ៗផ្ទាល់នឹងភ្នែកគណៈពេលដែលអ្នកគ្រប់គ្នាកំពុងតែផឹកស្រារួមលេងកម្សាន្តជាមួយនឹងដៃគូរបស់ពួកគេដោយសប្បាយរីករាយនឹងក៏មានក្រុមការងារដែលធ្វើការនៅលើកប៉ាល់បានដាក់ថ្នាំពុលចូលទៅខាងក្នុងអាហារសម្រាប់មនុស្សគ្រប់គ្នាឲ្យស្លាប់បង់ជីវិតជាច្រើននេះគោលបំណងរបស់ពួកគេគឺដើម្បីចង់បានមាសឬក៏ទ្រព្យសម្បត្តិមានតម្លៃជាច្រើននៅលើទូកមួយនឹងក្រុមមនុស្សដែលរួចផុតមិនបានស្លាប់ក្នុងហេតុការណ៍ខ្សែលូពីឃានក៏ត្រូវបានពួកគេប្រើប្រាស់កំភ្លើងបាញ់សម្លាប់ចោលដោយគ្មានក្តីអាណិតអាសូរអ្វីទេសាកសពទាំងអស់នឹងត្រូវបានទម្លាក់ចូលទៅខាងក្នុងអាងទឹក Katy ត្រូវបានក្រុមរបស់ពួកគេចាប់អូសយកនាងទៅកាន់បន្ទប់របស់ខ្លួនវិញដែលបានយកខ្សែមកចាប់រឹតករហូតទាល់ស្លាប់បង់ជីវិតទៅបាទបន្តទៀតអ្នកដែលធ្វើការលើយន្តហោះនឹងបានបញ្ញាបញ្ញាប្រមូលយកមាសបែងចែកគ្នារៀងៗខ្លួនទៅប៉ុន្តែមានណាពួកគេនឹងក៏បានក្បត់គ្នាបន្តទៀតអាប៉ិដែលជាប្រធានក្រុមបានទាញកំភ្លើងចេញមកបាញ់សម្លាប់ទៅកាន់ពួកនឹងអស់ទៅដោយគេបានរួមដៃគ្នាជាមួយនឹងកញ្ញា Brand Jessica ពួកគេនៅសល់តែគ្នាតែ2នាក់ប៉ុណ្ណោះ Brand Jessica បានក្បត់អាប៉ិអ្នកនឹងបន្តទៀតតែបានយកកំភ្លើងចេញមកបាញ់សម្លាប់អាប៉ិអ្នកនឹងងាប់បាត់ទៅតាមការពិត Brand Jessica បានសហការជាមួយនឹងបារម្ភម្នាក់ទៀតដែលត្រូវជាគូស្នេហ៍របស់នាងបន្ទាប់ពីពួកគេសម្លាប់មនុស្សអស់ជាច្រើនរយនាក់រួចហើយពួកគេនឹងក៏បានថើបស៊ីអារម្មណ៍ជាមួយគ្នាទៅដើម្បីអបអរសាទរនៅគម្រោងផែនការរបស់ពួកគេទទួលបានជោគជ័យរឿងរ៉ាវមិនទាន់ចាប់ត្រឹមនឹងឡើយទេដោយសារតែអាប៉ិម្នាក់នឹងបានសម្លាប់ Brand Jessica បន្តទៀតដោយប្រើប្រាស់ឧបករណ៍ដូចជាផ្លែសន្ទូចចុចវាធ្លាក់ចុះមកចំក្បាលរបស់ Brand Jessica ស្លាប់បង់ជីវិតមួយរំពេចតែម្ដងបារម្ភម្នាក់នឹងតាមពិតគឺជាជេកគេមិនមែនគឺជាមនុស្សទេគឺជាអរិយសត្វតាំងវិញ្ញាណបិសាចការងាររបស់គេគឺត្រូវតែធ្វើយ៉ាងណាឲ្យមនុស្សប្រព្រឹត្តនៅអំពើបាបឬក៏អំពើអាក្រក់បន្ទាប់មកសម្លាប់ក្រុមមនុស្សទាំងអស់នឹងចោលដើម្បីយកព្រលឹងវិញ្ញាណរបស់ពួកគេមកគ្រប់គ្រងឬក៏ទម្លាក់ចូលទៅខាងក្នុងឋាននរកអញ្ចឹងណាបន្ទាប់ពីបានដឹងរឿងរ៉ាវទាំងអស់នឹងហើយ Emily ក៏បានយល់ស្របនិងបានគិតថា Jake នឹងគឺជាអ្នកដែលធ្វើរឿងទាំងអស់នឹងពិតប្រាកដមែនពីព្រោះដំបូងឡើយ Jake នឹងគឺមិនដឹងថាមកពីណាពីណីទេមកនិយាយបបួលក្រុមរបស់ពួកគេដើម្បីមករកកប៉ាល់ខ្មោចមួយនេះដោយព
ង្វក់ថានៅក្នុងកប៉ាល់ខ្មោចមានមាសមានប្រាក់មានគ្រឿងអលង្ការជាច្រើនបន្តទៀតអេមីលីក៏បានបញ្ញាប់បញ្ញាល់រត់ចូលមករកមើលលោកម៉ូហ្វីដោយពួកគេបានឃុំគាត់ដាក់ចូលខាងក្នុងធុងទឹកនៅពេលដែលមកដល់ភ្លាមអេមីលីបានត្រឹមតែរំធាត់តក់ស្លុតចិត្តប៉ុណ្ណោះពីព្រោះតែម៉ូហ្វីបានស្លាប់បង់ជីវិតទៅហើយដោយសារតែលង់ទឹកបន្ទាប់មក Wonder បានឈ្មោះចូលខាងក្នុងទឹកនៅក្នុងបន្ទប់កន្លែងសម្រាប់ដាក់ម៉ាស៊ីនទូកដើម្បីពិនិត្យមើលឬក៏ជួសជុលកន្លែងណាដែលខូចខាតបន្ថែមទៀតអេមីលីបានបញ្ញាប់មកជួបជាមួយនឹងគ្នារបស់ខ្លួនម្នាក់ទៀតដែលមានឈ្មោះថា Jamie ឲ្យប្រុងប្រយ័ត្នប្រយែងខ្លួនឲ្យមែនទែនពីព្រោះនៅក្នុងទូកនេះគ្រោះថ្នាក់ខ្លាំងណាស់ពួកយើងអាចមានរឿងបានគ្រប់ពេលបន្ទាប់ពីនិយាយប្រាប់ទៅកាន់ Jamie រួចហើយអេមីលីក៏បានបញ្ញាប់បញ្ញាល់ចេញទៅតាមស្វែងរក Wonder បន្តទៀតប៉ុន្តែគ្រប់យ៉ាងយឺតពេលទៅហើយបាទពីព្រោះតែមាននរណាម្នាក់បានរុញ Wonder ចូលខាងក្នុងដង្ហើមស្លាប់ចាក់របស់ទូកធ្វើឲ្យ Wonder ស្លាប់បង់ជីវិតទៅនៅពេលនេះគឺនៅសល់តែគ្នារបស់គេពីរនាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងទូកខ្មោចមួយនឹងដូច្នេះហើយ Emily បាននិយាយប្រាប់ទៅកាន់ Jamie ឲ្យតាមដានឃ្លាំមើលគ្រប់សកម្មភាពទាំងអស់របស់ Jake ពីព្រោះនាងមានការងារផ្សេងទៀតដែលត្រូវធ្វើតាមពិតទៅ Emily បានរៀបចំដាក់គ្រាប់បែកនៅក្នុងទូកមួយនឹងក្នុងគោលបំណងកំទេចវាចោលតែម្ដងចំណែក Jamie នៅជាមួយ Jake តែពីរនាក់ទេពួកគេទាំងពីរនាក់បាននិយាយទាស់សម្ដីគ្នាទៅវិញទៅមកឆ្លោះគ្នាអញ្ចឹងណាស្រាប់តែ Jake បានលោតហក់ចូលមកវាយប្រហារទៅកាន់ Jamie មានកំភ្លើងនៅក្នុងដៃបានប្រើកំភ្លើងមួយនឹងបាញ់សម្លាប់ Jake ចោលតែម្ដងទៅនៅពេលនេះ Jake គឺបានស្លាប់បង់ជីវិតហើយបាទចំណែក Emily បានរៀបចំដាក់បង្កប់គ្រាប់បែកហើយរួចរាល់ផងដែរ Jamie បានដើរចូលមកនិយាយប្រាប់ទៅកាន់ Emily ថាខ្លួនបានបាញ់សម្លាប់អាប៉ិ Jake នឹងរួចហើយពួកយើងទាំងពីរនាក់អាចចាប់ផ្ដើមជីវិតជាមួយគ្នាសាជាថ្មីប្រមូលយកមាសទាំងអស់ហ្នឹងទៅសោយសុខរស់នៅប្រើប្រាស់ជីវិតជាអ្នកមានបន្ទាប់ពីបានឮ Jamie និយាយបែបនេះ Emily ចាប់ផ្ដើមគិតថាតើ Jamie បានដឹងដោយរបៀបណាថាពួកគេនៅសល់តែគ្នាពីរនាក់ពីព្រោះតែ Wonder ដែលនាងបានរកឃើញថាស្លាប់ហ្នឹងគឺនាងមិនទាន់បាននិយាយប្រាប់ទៅកាន់ Jamie ឡើយគឺ Jamie និយាយបង្កើតកំហុសឆ្គងនៅខ្លួនឯងដូចនេះហើយការពិតក៏បានបង្ហាញចេញមកតាមពិតគឺជា Jake សោះដែលបានបន្លំខ្លួនធ្វើជា Jamie គេធ្វើបែបនេះដើម្បីឲ្យ Emily មានចិត្តលុបលន់ចង់បានមាសទាំងអស់នឹងមានអំពើបាប Jake ក៏បានដឹងថាកញ្ញា Emily គឺជាមនុស្សដែលមានវិញ្ញាណបរិសុទ្ធមិនលុបលន់អញ្ចឹងណាដូចនេះហើយ Jake បានយល់ព្រមដោះលែង Emily ឲ្យមានជីវិតមានសេរីភាពចេញទៅវិញដើម្បីជាការដោះដូរកុំឲ្យ Emily កំទេចឬក៏បំផ្លាញទូកមួយនឹងអីពីព្រោះ Jake គាត់ចង់នៅធ្វើបាបឬក៏គ្រប់គ្រងវិញ្ញាណនៅក្នុងទូកមួយនឹងបន្តទៀតប៉ុន្តែ Emily មិនបានយល់ព្រមទេបានចុចបញ្ជាគ្រាប់បែកឲ្យវាផ្ទុះឡើងបំផ្លាញកំទេចទូកទាំងមូលចោលតែម្ដង Emily បានលោតចូលខាងក្នុងទឹកសមុទ្រទៅជួយសង្គ្រោះជីវិតរបស់ខ្លួនចេញពីការផ្ទុះគ្រាប់បែកមួយនឹងប៉ុន្តែឧបសគ្គគឺនាងពិបាកស្វែងរកច្រកចេញខ្លាំងមែនទែនដូចនេះហើយ Katie បានបង្ហាញខ្លួនចេញមកម្ដងទៀតដើម្បីជួយ Emily ចង្អុលបង្ហាញផ្លូវ Emily បានហែលទៅតាមទីបំផុតនាងក៏អាចចេញពីអាទូកមួយនឹងបានសម្រេចទៅចំណែកពលឹងវិញ្ញាណផ្សេងទៀតដែលជាប់នៅក្នុងទូកខ្មោចមួយនឹងអស់ជាច្រើនឆ្នាំកន្លងផុតទៅនៅពេលនេះពួកគេគឺមានសេរីភាពវិញហើយបាទសាច់រឿងក៏បានកាត់មកដល់ពេលវេលាថ្ងៃស្អែកឡើងមាននាវាដ៏ធំមួយបានធ្វើដំណើរឆ្លងកាត់ចូលមកទីតាំងតំបន់មួយនឹងផងដែរពួកគេក៏បានមើលឃើញ Emily កំពុងតែអណ្ដែតខ្លួននៅក្នុងទឹកសមុទ្រនិងបានជួយសង្គ្រោះនាងយកមកខាងលើគុកវិញបានសម្រេចទៅប៉ុន្តែសុខភាពរបស់នាងគឺនៅខ្សោយដូចនេះហើយក្រុមការងាររបស់លោកគ្រូពេទ្យបាននាំ Emily ដាក់ចូលខាងក្នុងឡានពេទ្យដើម្បីនាងដេកសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យសិនភ្លាមនោះស្រាប់តែ Emily បានសម្លឹងឃើញថាក្រុមការងារដែលធ្វើការនៅក្នុងទូកមួយនឹងពួកគេកំពុងតែនាំគ្នាលើកជញ្ជូនយកមាសយកមកជាមួយផងដែរចំណែក Jake មិនទាន់ស្លាប់ទេគេបានមកជាមួយអញ្ចឹងណាដើម្បីរៀបចំគម្រោងផែនការសម្រាប់មនុស្សបន្តទៀតហើយសាច់រឿងរបស់យើងក៏កាត់បញ្ចប់ត្រង់ចំណុចដែល Emily បានក្រោកឡើងពីគ្រែដេករបស់ខ្លួនស្រែកឡើងខ្លាំងតែម្ដងសម្លឹងមើលទៅកាន់ Jake នឹងអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងចូលចិត្តចំពោះសាច់រឿងមួយនេះយកឃើញយ៉ាងណាដែរជួយ comment ប្រាក់មានឲ្យបានដឹងនៅខាងក្រោមផងសម្រាប់អ្នកថ្មីៗកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងផងដើម្បីទូបានវីដេអូការសម្រាយរឿងបន្តទៀតហើយកុំភ្លេចចុច like វីដេអូមួយនេះឲ្យមានម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបានស្វែងរករឿងថ្មីៗមកធ្វើការសម្រាយជូនបងប្អូនទស្សនាបន្តទៀតគណៈពេលនេះខ្ញុំបាទរំទងមកវីសូមលាអ្នកទាំងអស់គ្នាសិនហើយសន្យាជួបគ្នានៅរឿងបន្តទៀតបាយបាយ